ធ្វើយ៉ាងនឹងរហូតដល់500ដងដែលយើងនិយាយឲ្យស្រួលស្ដាប់ថាធ្វើទៅ500គូរុំដោយសម្ពុតកំពុលនិងសម្លេងទុនណាស់ចំពោះសរីរៈរបស់ស្ដេចចក្រពត្តិហើយនាំដង្ហែយកទៅតម្កល់ក្នុងព្រះមញ្ឈូសសាមាសដាក់តម្កល់លើជើងថ្កហើយក៏ធ្វើការបូជានាំយកនៅអដ្ឋិធាតុទៅតម្កល់ទុកក្នុងចេតិយត្រង់ទីដែលមានផ្លូវបំបែកជា4ខ្លះជា3ខ្លះជា2ខ្លះទុកសម្រាប់ដល់មហាជនធ្វើសក្ការៈបូជាមហាជនកាន់វត្តប្រណិប័តចំពោះសរីរៈរបស់ស្ដេចចក្រពត្តិយ៉ាងនេះមហាជនក៏បីយកវត្តប្រណិប័តនៅសរីរៈរបស់ព្រះតថាគតយ៉ាងនោះទំនៀមនេះទំនៀមថ្វាយប្រភ្លើងហ្នឹងកើតឡើងពេលនោះមកព្រោះពីដើមមនុស្សកាលណាតែលះលោកនេះហើយសាច់ញាតិរមែងនាំយកទៅកប់ក្នុងទីបញ្ចុះនៃសពឬក៏យកទៅដាក់តាមទង្គៀបឈើតាមទង្គត់ឈើឬក្នុងព្រៃស្មៅសាននៅយើងទំនៀមតែងតែលើបុរាណពោលថាព្រៃស្មៅសាននោះជាព្រៃដែលគេកប់ដោយសពឬក៏ទុកដោយសពនេះទំនៀមហ្នឹងមិនទាន់បាត់បង់ផុតរលត់ដាច់ពូជទៅណាទេនៅតែមានសពថ្ងៃអញ្ចឹងនាំគ្នាយកសពទៅបញ្ចុះទៅកប់ទុកក្នុងទីទួលទីដំបូកតាមទួលក្បែរស្រែចម្ការឬក៏ដីឯណាដែលបានរៀបចំសេសៈទុកដាក់កំណត់តែជាទីដែលគេនឹងបញ្ចុះសពហើយអ្នកខ្លះហ្នឹងក៏នៅទៅកាន់យកទំនៀមទុកដាក់សពនឹងតាមពង្គៀបឈើមែកឈើជាពិសេសនៅតាមស្រុកទលេមានអ្នកណានៅទលេទេថ្ងៃនេះណានឹងអ្នកទលេគេនៅទឹកអញ្ចឹងទេសពនៅមានណាកន្លែងលិចទឹកអីគេកទុកនៅលើណាទង្គៀបឈើណាអានេះយើងថាទេអ្នកលិចទឹកប៉ុន្តែពីដើមអ្នកអត់លិចទឹកក៏ធ្វើអញ្ចឹងដូចគ្នាអត់មានបានបូជាអីត្រឹមត្រូវយកអដ្ឋិធាតុមកតម្កល់អីអត់តាន់មានទេប៉ុន្តែដែលចាប់ផ្ដើមមានហ្នឹងចាប់ផ្ដើមពីលំអានរបស់ព្រះដែលមានពុទ្ធដែលព្រះអង្គបានប្រារព្ធត្រាស់ចំពោះព្រះអានន្ទអំពីការប្រណិប័តនៅសរីរៈរបស់ព្រះតថាគតប៉ុន្តែក្រោយមកទៀតក៏យើងយកវត្តប្រណិប័តសរីរៈរបស់ព្រះថេរៈព្រះមហាក្សត្រព្រះសង្ឃរាជព្រះរាជាគណៈរហូតដល់យកវត្តប្រតិបត្តិដល់មេដាបៃតារហូតដល់សាមញ្ញជនជាបច្ចុប្បន្ននេះឥឡូវនេះគ្រប់គ្នាសឹកតែកាន់យកការបូជាសពនេះជាវត្តប្រតិបត្តិព្រោះសម្គាល់ដល់ការគោរពណាសម្គាល់ដល់ការគោរពអីគោរពចំពោះគុណបុគ្គលដែលយើងកំពុងតែយកវត្តប្រណិប័តនោះកូនចៅប្រុសស្រីសពថ្ងៃនេះមិនត្រឹមតែបូជាសរីរៈសង្ខាររបស់មាតាបិតាឬជនជាញាតិរបស់ខ្លួនទេថែមទាំងនាំយកនៅអដ្ឋិធាតុមកតម្កល់ទុកក្នុងចេតិយទៀតណាតែពីបុរាណអត់ទេណាត
ព្រះចេតិយនេះមានតែចំពោះព្រះសម្មាសម្ពុទ្ធព្រះជេកពុទ្ធព្រះអនុពុទ្ធឬក៏ស្ដេចចក្រពត្តិប៉ុន្តែដែលគេធ្វើអញ្ចឹងគេធ្វើព្រោះអ្វីព្រោះសម្គាល់ថាបុគ្គលនោះជាបុគ្គលគួរដល់ការគោរពបូជារបស់មហាជនទើបគេបូជានៅព្រះសរីរៈហើយនាំយកនៅអដ្ឋិទៅតម្កល់ទុកក្នុងព្រះចេតិយក្នុងផ្លូវដែលគេបែកជា4ផ្លូវដែលគេបែកជា3ហើយឲ្យមហាជនប្រុសស្រីគោរពបូជាប៉ុន្តែយើងឯនេះដែលម្ដាយឪពុកយើងនេះមិនមែនជាអ្នកដែលមហាជនគប្បីគោរពបូជាទេប៉ុន្តែចុះហេតុអីចាំបាច់បូជាប្រសពដែរចាំបាច់បូជាសរីរៈសង្ខាររបស់ម្ដាយឪពុកយើងដែរថាបូជាហើយដើម្បីនាំយកនៅអដ្ឋិនេះទៅតម្កល់ក្នុងបច្ចេតិយហើយឲ្យកូនចៅប្រុសស្រីគោរពបូជាឆ្នាំខ្ញុំគឺខុសគ្នាទាំងអស់ដើមឈើខុសគ្នាប្រើខុសគ្នាទាំងអស់អត់មានចេះវល់អាកញ្ចប់អីនេះទៅនោះទៅអត់ទេមកកញ្ចប់គឺឬដងបាតគឺកាពះពវៀនផ្សេងគ្នាទាំងអស់ឬដងច្រមុះថ្ងៃនេះខ្ញុំសូមបញ្ជាក់ឬដងច្រមុះគឺអាសាផ្ដាស់ផ្សាយសវាងភ្នែកនិងអាសាកដាស់និងប៉ះចង្ហាប៉ះមិនសិនតិចអីនឹងពិបាកណាស់បាក់ហ្មងគឺថប់ដង្ហើមមើលអាសាកដាស់ជួនណាធ្វើឲ្យយើងទុកក៏មិននេះក៏វាលមាស់ច្រមុះលមាស់ភ្នែកវាប៉ះពាល់តិចនេះទៀតវាធ្វើយើងហឹងតិចម្ដងមកកាលដែរដល់កើតយូរមេតិចអញ្ចឹងមិនបាច់ទេពិបាកណាស់